សួស្តីអ្នកនរគ្នាស្វាគមន៍សាជាថ្មីមកកាន់ vlog ថ្មីរបស់ខ្ញុំមួយទៀតហើយចឹងក្នុងថ្ងៃនេះសូមអ្នកទាំងអស់គ្នា4នាទីកន្លះជាមួយខ្ញុំទៅមើលអំពីដំណើរកម្សាន្តឆ្ពោះទៅកាន់សួនសត្វដើម្បីទៅមើលសត្វកង់ហ្គ្រូចឹងមកដល់ប្រទេសអូស្ត្រាលីឯអត់បានឃើញកង់ហ្គ្រូមិនសមយើងនាំគ្នាទៅមើលកង់ហ្គ្រូទាំងអស់គ្នាតោះប៉ុន្តែរៀងរោគរ៉ាបន្តិចដោយសារតែអត់មានគេហៅថា public transport ទៅដល់ចឹងទៅដើរផងជិះផងអីផងទំមទៅដល់អ្នកនរគ្នាឥឡូវនេះបានមកដល់ហើយចឹងតែនេះគឺសួនសត្វរបស់គេរៀងស្ងាត់តិចអ្នកនរគ្នាអត់សូវមានសត្វទេតែសិតតែមនុស្សបាទហើយបសាទកង់គ្រូនេះវិញនិយាយថាគឺអត់ខ្វល់យកមកគឺដេកឲ្យគេថតឲ្យគេបញ្ចុកចឹងណាហើយខ្ញុំបានថតរូបជាមួយដែរហ្នឹងណាស្អាតដែរតាកាន់ដៃអូននៅក្នុងពិភពរាត្រីពន្លឺកំជ្រួតភ្លឺភ្លេក្រោមផ្ទៃមេឃដែលគ្មានទុកព្រួយជួយបំភ្លឺស្នេហ៍អូននឹងបងកាន់ដៃអូននៅក្នុងពិភពរាត្រីពន្លឺកំជ្រួតភ្លឺភ្លេផ្ទៃមេឃមានពន្លឺត្រចង់ភ្លឺចាញ់ស្នេហ៍បាទអ្នកនរគ្នាចឹងនៅក្នុង blog នេះអ្នកនរគ្នាប្រហែលជាឃើញfootage របស់សត្វកង់គ្រូច្រើនដោយសារតែខ្ញុំព្យាយាមថតសត្វកង់គ្រូហើយនេះគឺជា wallaby អ្នកនរគ្នាវាស្តៀងទៅនឹងកង់គ្រូដែរវាដូចរបៀបថាជាអំបូរតែមួយប៉ុន្តែភាពខុសគ្នារវាងកង់គ្រូនិង wallaby ហ្នឹងកង់គ្រូគឺមានតិចវែងជាងអញ្ចឹងនេះជាវិធីចំណាំប៉ុន្តែអ្នកនរគ្នាគឺខ្ញុំដើរនោះគឺខ្ញុំវែងខ្ញុំមិនដឹងសត្វណាស្នាមញញឹមស្រស់ស្រីជារាស្មីនៃបេះដូងបងពេលដែលបងបានស្រង់ក្លិននួនអងបងភ្លេចអ្វីទាំងអងលើវិថីបេះដូងវែងឆ្ងាយតែអ្នកនរគ្នាឲ្យជូតណាសត្វអស់ហ្នឹងបាទគឺជូតទៅហ្មងហើយនេះគឺជាកង់គ្រូពណ៌សតែមួយគត់បាទគឺអត់មានពណ៌សដទៃទេគឺមានតែមួយនឹងឯងហើយកង់គ្រូមិញហ្នឹងគឺភេទស្រីមានឈ្មោះថា Coconut យ៉ាឈ្មោះសាច់ Coconut ណាតែស្អាតអ្នកនរគ្នាស្អីនេះឃើញអត់ Coconut គឺមានតែពណ៌ហ្នឹងមួយគត់ហ្មងវាថាពណ៌សហ្នឹងគឺមានតែមួយហ្នឹងទេកាន់ដៃអូននៅក្នុងពិភពរាត្រីពន្លឺកំជ្រួតភ្លឺភ្លេក្រោមផ្ទៃមេឃដែលគ្មានទុកព្រួយជួយបំភ្លឺស្នេហ៍អូននឹងបងកាន់ដៃអូននៅក្នុងពិភពរាត្រីពន្លឺកំជ្រួតភ្លឺភ្លេផ្ទៃមេឃមានពន្លឺត្រចង់ភ្លឺចាញ់ស្នេហ៍នួនល្អនឹងហើយអ្នកគ្នាចឹងកង់គ្រូនេះគឺរបៀបថាយើងអាចបញ្ចុកចំណៃបញ្ចុកឲ្យវាបានចឹងណាប៉ុន្តែចំណៃនេះវាមិនមែនថាបញ្ចុកពីហេមានន័យថាយើងត្រូវទិញគ្រាប់ធញ្ញជាតិនៅក្នុងសួនសត្វហ្នឹងដើម្បីបញ្ចុកបាទហើយនិយាយពីថាមុខវិញឌឺដល់ឲ្យមុខហើយក្នុងនោះក៏មានរបៀបខ្ញុំគិតថានេះប្រហែលជាស្រះសពនិមិត្តដែលគេជីកដើម្បីដាក់ទាដាក់អីចឹងឬក៏ស្រះមែនតើដឹងដែរអូននៅក្នុងពិភពរាត្រីពន្លឺកំជ្រួតភ្លឺភ្លេក្រោមផ្ទៃមេឃដែលគ្មានទុកព្រួយជួយបំភ្លឺស្នេហ៍អូននឹងបងកាន់ដៃអូននៅក្នុងពិភពរាត្រីពន្លឺកំជ្រួតភ្លឺភ្លេនឹងឯណោះនេះហើយនេះគឺជាពេលដែលកង់គ្រូរបៀបថាវាមកជួបជុំគ្នាបរិភោគអាហារចឹងណាសម្បរិភោគអាហារហើយអ្នកគ្នាចាំមើលពេលកង់គ្រូលោតហេញ៉ែចង់ច្បាស់លោតនេះឃើញលយបដ ாய் ស្រស់ស្រីជារាស្មីនឹងឯណោះគ្នាអញ្ចឹងក្នុង vlog នេះមានតែប៉ុណ្្នឹងឯងហើយសបុតតម្លៃនៃសបុតចូលវិញដូចជា$30ជាងអូស្ត្រាលីសម្រាប់សិស្សអញ្ចឹងណាអ្នកគ្នាដោយសារតែប្រភេទ concession គឺថោកជាង general admission ដៃស្រីស្រជួយបញ្ជាក់